ខ្ញុំបានកើតនៅទីនេះខ្ញុំគិតថាខ្ញុំមានមោទនភាពជាជនជាតិខ្មែរហើយខ្ញុំបានរស់នៅទីនេះក៏ជាមោទនភាពដែលខ្ញុំជាជនជាតិខ្មែរហើយខ្ញុំស្លាប់នៅទីនេះក៏មានមោទនភាពដែលកើតមកជាជនជាតិខ្មែរហើយបើទោះជាស្លាប់ទៅដោយអំពើយុត្តិធម៌ក្តីអយុត្តិធម៌ក្តីក៏វាជាមោទនភាពដែរជំរាបសួរបងប្អូនអរគ្នាមានមិត្តភ័ក្តិជាច្រើនតែងតែបបួលខ្ញុំរឿងទៅនៅបរទេសបាទមានគេបបួលថាគួរទៅរស់នៅបរទេសឬក៏អត់អីក៏អត់បាទសម្រាប់ខ្ញុំគិតថាការទៅរស់នៅបរទេសជារឿងល្អការទៅរស់នៅបរទេសគឺយើងឃើញសុវត្ថិភាពសំខាន់3យ៉ាងទី1តកតងទៅនឹងការអប់រំកូនបាទបើសិនជាទៅរស់នៅបរទេសកូននឹងបានទទួលបានការអប់រំយ៉ាងល្អបាទអញ្ចឹងការអប់រំគឺល្អមែនទែនសេវាសង្គមជាខ្លីសេវាសង្គមមានការអប់រំមានសន្តិសុខសុវត្ថិភាពប្រព័ន្ធយុត្តិធម៌នេះគឺល្អមែនទែនទី2តកតងទៅនឹងសុខភាពនេះគឺសំខាន់ណាស់ការថែទាំសុខភាពនៅប្រទេសជឿនលឿនគឺល្អមែនទែនយើងមិនបាច់ភ័យរឿងឈឺរឿងស្កាត់អីទេឲ្យតែបងគុណមានធានារ៉ាប់រងពេលឈឺស្កាត់ធ្ងន់មិនមានការលំបាកទេទី3តកតងទៅនឹងហិរញ្ញវត្ថុទៅរស់នៅក្រៅប្រទេសគឺកិច្ចការហិរញ្ញវត្ថុមិនសូវខ្វល់ទេគឺការរកចំណូលរកអីវាមិនសូវមានបញ្ហាមានតែកម្លាំងអាចរស់បានហើយអត់បាច់ភ័យថាអត់ការងារទេបាទឧទាហរណ៍ដូចជានៅអូស្ត្រាលីអញ្ចឹងឲ្យតែប្រឹងធ្វើការមិនខ្វះទេការងារព្រោះសម្បូរមនុស្សខ្ជិលអញ្ចឹងយើងទៅធ្វើវាមិនខ្វះទេការងារអញ្ចឹងមានមិត្តភ័ក្តិក៏តែងតែបបួលតែងតែសួរថាគួរទៅគាត់ហៅទៅបរទេសអញ្ចឹងពេលកាលពីឆ្នាំ2015 2014ខ្ញុំរៀននៅអូស្ត្រាលីខ្ញុំមានឱកាសក្រោយត្រឡប់មកខ្ញុំមានឱកាសទៅរស់នៅទីនោះប៉ុន្តែខ្ញុំមិនក្រុមគ្រួសារសម្រាប់ថាមិនទៅទេមានហេតុផលច្រើនហើយមានមិត្តភ័ក្តិមួយចំនួនគាត់តែងតែគិតថាខ្ញុំនឹងស្គួតបាទមានឱកាសទៅមិនទៅបាទមិនប្រកាសថាបានទេប៉ុន្តែបើសិនជាយើងតស៊ូឱកាសថានឹងទៅអាចមានប៉ុន្តែសម្រាប់ខ្ញុំគិតផ្សេងខ្ញុំយល់ផ្សេងហើយមកដល់ពេលនេះខ្ញុំក៏នៅតែគិតដដែលបាទមកដល់ពេលនេះខ្ញុំតែងតែបង្រៀនកូនថាកុំទៅរស់នៅក្រៅប្រទេសទៅរៀនទៅដើរលេងបាទទៅធ្វើការតែកុំទៅរស់នៅពេលរស់នៅត្រូវរស់នៅប្រទេសកម្ពុជាប្រទេសខ្មែរអ្វីដែលជាការយល់ឃើញរបស់ខ្ញុំគិតថាកម្ពុជាយើងកំពុងតែខ្វះធនធានមនុស្សរបស់យើងមិនមែនខ្វះតែបច្ចេកទេសទេជួនកាលមានមនុស្សដែលមានចំណេះដឹងខាងបច្ចេកទេសហើយប៉ុន្តែខ្វះក្រមសីលធម៌ទៅទៀតអញ្ចឹងសម្រាប់ខ្ញុំគិតថាប្រទេសកម្ពុជាយើងកំពុងតែខ្វះក្រៅពីធនធានមនុស្សខាងបច្ចេកទេសធនធានមនុស្សខាងក្រមសីលធម៌ក៏ខ្វះដែរអញ្ចឹងកន្លែងនេះហើយដែលខ្ញុំគិតថាយើងជាខ្មែរបើយើងចេះតែទៅរស់នៅខាងក្រៅអ្នកណារស់នៅបាទខ្ញុំតែងតែនិយាយប្រាប់កូនថាកើតនៅទីនេះកូនត្រូវរស់នៅទីនេះគេថាសង្គមមិនល្អឃើញអំពើអយុត្តិធម៌កើតឡើងអញ្ចឹងតើថ្ងៃក្រោយគេទៅប្រជុំមកបែបម៉េចខ្ញុំតែងតែប្រាប់គេថានេះជាគេដំណើរដែលដូនតាយើងបានបន្សល់ទុកឲ្យយើងអ្វីដែលយើងបានទទួលគេមរតកទទួលវាយកទៅបាទធ្វើម៉េចបើដូនតាយើងប្រឹងអស់ហើយបានតែប៉ុណ្ណឹងបើយើងចង់ឲ្យប្រទេសយើងល្អប្រឹងយើងប្រឹងកាយយើងប្រឹងជួយហើយបើយើងរត់ចោលអ្នកណាជាអ្នកគិតជាអ្នកណាជាអ្នកជួយដោះស្រាយហើយគេថាគេក៏សួរថាចាំបើសិនជាចៃដន្យអីគេជួបរឿងអយុត្តិធម៌តើគេនឹងឈឺចាប់ប៉ុណ្ណាហើយគេនឹងធ្វើម៉េចខ្ញុំក៏ប្រាប់គាត់ថាយើងត្រូវទទួលយកឈឺចាប់ឬក៏វេទនាឬក៏ការទុក្ខត្រូវទទួលយកតស៊ូឬបំរើតាមដែលអាចតាមសមត្ថភាពប្រឹងបាទយកជីវិតទៅបដូរទៅព្រោះអានេះជាប្រទេសយើងមិនអាចចោលបានទេហើយបើត្រូវជួបប្រព័ន្ធអយុត្តិធម៌ជួបរឿងអយុត្តិធម៌យើងទទួលវាទៅហើយតស៊ូនឹងវាបាទយើងមិនអាចបោះចោលបានទេវាជាប្រទេសរបស់យើងជាគេដំណើរដូនតារបស់យើងបាទអញ្ចឹងគំនិតរបស់ខ្ញុំគឺខ្ញុំគាត់គិតថាកូនចៅរបស់យើងដែលមានដើមកំណើតនៅទីនេះយើងត្រូវជួយនៅទីនេះទោះបីជាខ្ញុំគិតថារាល់ថ្ងៃខ្ញុំមិនអាចជួយអ្វីបានដល់បងប្អូនកូនក្មួយឬក៏សាច់ញាតិឬក៏អីច្រើនប៉ុន្តែយ៉ាងហោចណាស់ខ្ញុំមិនទៅណាចោលពួកគេទេបាទ
យើងអាចខ្លាយជាផ្នែកមួយនៃការជំរុញឲ្យអំពើអាក្រក់កើតឡើងជៀសមិនផុតទេខ្ញុំជឿថាជៀសមិនផុតទេនៅក្នុងសង្គមប៉ុន្តែយើងព្យាយាមធ្វើអ្វីដែលល្អបំផុតតាមដែលអាចធ្វើទៅបានបាទអានេះគឺជាអ្វីដែលខ្ញុំយល់ឃើញហើយសម្រាប់ខ្ញុំគឺនឹងមិនមានថ្ងៃដែលខ្ញុំទៅរស់នៅក្រៅប្រទេសទេមកដល់ពេលនេះខ្ញុំបានគិតថាខ្ញុំកើតនៅទីនេះខ្ញុំរស់នៅទីនេះហើយក៏នឹងស្លាប់នៅទីនេះដែរមិនមែនបិទផ្លូវខ្លួនឯងទេប៉ុន្តែវាជាមោទនភាពដែលបានខ្ញុំបានកើតនៅទីនេះខ្ញុំគិតថាខ្ញុំមានមោទនភាពជាជនជាតិខ្មែរហើយខ្ញុំបានរស់នៅទីនេះក៏ជាមោទនភាពដែលខ្ញុំជាជនជាតិខ្មែរហើយខ្ញុំស្លាប់នៅទីនេះក៏មានមោទនភាពដែលកើតមកជាជនជាតិខ្មែរហើយបើទោះជាស្លាប់ទៅដោយអំពើយុត្តិធម៌ក្តីអយុត្តិធម៌ក្តីក៏វាជាមោទនភាពដែរព្រោះខ្ញុំស៊ូដល់ថ្ងៃចុងក្រោយតាមដែលអាចធ្វើទៅបានបាទអញ្ចឹងខ្ញុំសូមអរគុណហើយសង្ឃឹមថាអ្វីដែលខ្ញុំបកស្រាយក៏អាចជាផ្នែកមួយដែលមិត្តភ័ក្តិឬក៏បងប្អូនដែលគាត់ឆ្ងល់ថាហេតុអីបានខ្ញុំមិនចង់ទៅនៅបរទេសហ្នឹងក៏អាចជួយបកស្រាយដែរថ្ងៃក្រោយទៅមានអ្នកណាសួរខ្ញុំឲ្យគាត់មើលវីដេអូនេះតែម្ដងបាទបាទអញ្ចឹងសូមអរគុណបាទសូមជម្រាបលាបាទ